ថ្ងៃនេះឃើញវីដេអូប្រតិកម្មពីក្រុមនារីកែភេទឬក៏ជា Lady Boy ជាច្រើនដូចជា Sing Sing នារីកែភេទអត់ថាគេចង់ដេតជាមួយអ្នកឯង បំពង់ស៊ីម៉ាំង អ្នកនឹងសម្រាប់ចិត្តដេតជាមួយនឹងបរិសុទ្ធដែលមានមុខមាត់មិនស្អាតប៉ុន្តែមានចរិតជឿជាក់ដែរឬទេ និង Saifon ស្មុកគ្រូយកមកធ្វើ content ចឹងនិយាយមែនហ្មងណា low education មែនតើ ចេញវីដេអូប្រតិកម្មមិនសប្បាយចិត្តចំពោះវីដេអូមួយដែលមានបងប្អូនជាច្រើនដែលបានបញ្ចេញមតិដែលមាន channel មួយសួរពីចំណាប់អារម្មណ៍គាត់តើគាត់គិតបែបណាបើសិនជាគេឲ្យទៅ date ជាមួយនារីភេទទី3ហើយម្នាក់គឺបញ្ចេញមតិបែបខុសគ្នារៀងខ្លួនអ្នកខ្លះគាត់បាននិយាយថាអូហ្នឹងហើយអត់ហ៊ានទៅទេខ្លាចគេដោតវិញហើយក៏គាត់និយាយសើចសប្បាយអី តើអ្នក date ជាមួយនារីកែភេទដែរឬទេ អត់ទេ no អូយខ្លាចគេដោតវិញ អ្នកខ្លះគាត់បាននិយាយថាហ្នឹងហើយបើសិនជាគេប៉ាវអាហ្នឹងទៅ យ៉ាអត់តែគេប៉ាវខ្ញុំទៅញ៉ាំអីខ្ញុំទៅហី ហើយអ្នកខ្លះគាត់ថាភេទទី3មិនមែនជាចំណាប់អារម្មណ៍គាត់ទេហើយថែរបស់គាត់គឺរបៀបអូនឈូត អត់ទេបងដោយសារថែរបស់ខ្ញុំគឺអូនឈឺឈូត ហើយមានច្រើនទៀតក្នុងវីដេអូហ្នឹងអាចជានិយាយថាអានេះគឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគាត់គឺគាត់មានសិទ្ធិគាត់ជាប្រជាពលរដ្ឋដែរគាត់លេង social media គាត់មានសិទ្ធិបញ្ចេញមតិចំណាប់អារម្មណ៍អ្វីដែលគាត់ចង់បង្ហាញទៅបណ្ដាញសង្គមតែបើកលេចទៅមើលក្រុមនារីភេទទី3ឬក៏ Lady Boy កាលណាដែលបានស្ដាប់ reaction ចំពោះបងប្អូនទាំងអស់ហ្នឹងគឺប្រៀបដូចជាយកកំបិតទៅចាក់ចំដំបៅដែលគាត់ឈឺមករាប់ឆ្នាំតាំងពីកំណើតអ្នកខ្លះសូម្បីតែគ្រួសារឬក៏សង្គមនានាក៏រើសអើងចំពោះភេទពួកគាត់ខ្ញុំឃើញវីដេអូហ្នឹងប្រហែលជាប្រហែល2 3ថ្ងៃមុនហើយមើលទៅវាដូចជាគាត់ជារបៀប content យើងដូចជាយើងធ្លាប់ឃើញថាអ្នកដែលដើរសម្ភាសគេតាមផ្លូវពីចំណាប់អារម្មណ៍អញ្ចឹងចុះហើយក៏រវល់ក៏អត់បានមើលទៀតហ្នឹងហើយប៉ុន្តែក៏ម្លងមួយថ្ងៃពីរក្រោយមកឃើញក្រុមនារីភេទទី3ឬក៏ Lady Boy ឬក៏នារីកែភេទហ្នឹងគាត់បានបញ្ចេញមតិมันសប្បាយចិត្តចំពោះវីដេអូបងប្អូនទាំងអស់ហ្នឹងថាជាវីដេអូ bully ឬក៏វីដេអូរើសអើងទៅស្រាវជ្រាវរកវីដេអូដើមរបស់ BAM ហ្នឹងតើខ្លឹមសាររបស់វីដេអូ BAM ហ្នឹងមានខ្លឹមសារល្អអីអត់តើកែលោគាត់យកតែចំណុចទាំងអស់ហ្នឹងធ្វើជាហុកវីដេអូដើម្បីតាក់ទាញប៉ុន្តែអត្ថន័យក្នុងវីដេអូគាត់ល្អទេកុំឲ្យមានគេជេរគាត់ច្រើនដូចជាចិនរ៉ាឌីដែលគេកាត់คลิปអវិជ្ជមានយកទៅបង្ហោះប៉ុន្តែទាំងអត់ដឹងថាមានប្អូនសិស្សសិស្សមួយចំនួនដែលនៅវិទ្យាល័យកំពុងតែរងផលវិបាកព្រោះតែគំនាបរបស់គ្រូឲ្យរៀនគួរណាហ្នឹងហើយដល់ខ្ញុំទៅមើលវីដេអូបែបហ្នឹងគឺអត់មានវែងអីជាងហ្នឹងទេគឺតែប៉ុណ្្នឹងតែម្ដងហ្នឹងហើយពីជ្រុងពួកគាត់ឬក៏អ្នកមើលមួយចំនួនអាហ្នឹងគឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគាត់គេសួរគាត់ថាហែងទៅ date ជាមួយអត់ភេទទី3ចុះបើគាត់អត់ចង់ទៅគាត់អត់ចូលចិត្តគាត់ឆ្លើយថាចូលចិត្តទៅអីអាហ្នឹងជាសិទ្ធិរបស់គាត់គេសួរគឺគាត់ឆ្លើយគាត់មិនចូលចិត្តគឺគាត់ថាមិនចូលចិត្តគាត់ចូលចិត្តគាត់ថាគាត់ចូលចិត្តហើយអ្នកខ្លះទៀតថាហ្នឹងហើយបើអ្នកណាចូលចិត្តឲ្យគេទៅបើខ្ញុំអត់ចូលចិត្តផងហ្នឹងហើយគេនៅតែគេយើងនៅតែយើងកុំទៅពាក់ព័ន្ធអីគ្នាណាអានេះវាអត់ខុសពីសង្គមយើងសពថ្ងៃទេវាមានអ្នកមានអ្នកក្រហ្នឹងហើយដូចថាដោយឧទាហរណ៍ពួកប្អូនអ្នកក្រចោះហ្នឹងហើយយើងរាប់អានគ្នាអ្នកក្រហើយគេអ្នកមានចឹងទៅរាប់អានអ្នកមានហើយបើគេសួរថាអ្នកមានមករាប់អានមួយអ្នកក្រអត់អ្នកខ្លះគេថាគេមិនរើសអើងទេគេសុំតែចិត្តនឹងចិត្តចឹងហើយអ្នកខ្លះគេថាទៅរាប់អានអីមួយអ្នកក្រនាំតែឆ្លងក្រហើយអ្នកខ្លះទៀតដូចថាដោយឧទាហរណ៍គេឃើញអ្នកក្រគេស្រែកអូអញមិនទៅរាប់អានទេពួកអ្នកក្រអ្នកអីអាហ្នឹងវាប្រៀបដូចជាមតិរបស់ប្អូនដែលនិយាយទៅកាន់ពួកគាត់អញ្ចឹងបើយើងអត់ចូលចិត្តហ្នឹងហើយកុំយើងនិយាយតែគ្នាយើងកុំឲ្យនិយាយទៅឲ្យពួកគាត់ឬព្រោះពួកគាត់ឬគឺគាត់ឈឺហើយយល់ថាប្អូនមានសិទ្ធិបញ្ចេញមតិទៅតាមបណ្ដាញសង្គមរបស់ប្អូនប៉ុន្តែបណ្ដាញសង្គមនេះគឺមានគេមើលទូទៅជារួមហើយដូចយើងដឹងហើយថាពិភពលោកកំពុងតែសម្លឹងមកប្រទេសកម្ពុជាយើងគឺជាប្រទេសមិនអភិវឌ្ឍទាំងចំណេះដឹងឬក៏ហេដ្ឋារចនាសម្ព័ន្ធអ្វីសុទ្ធសខេប៉ុណ្ណឹងសិនបន្ទាប់មកបងប្អូនក៏ចេញវីដេអូដើម្បីឆ្លើយតបចំពោះប្រតិកម្មក្រុមនារីភេទទី3ឬក៏ Lady Boy ដែលមិនសប្បាយចិត្ត
ចំពោះប្អូនរហូតដល់ថ្នាក់មានចាប់ចំណាត់ថ្នាក់ top 5 ដែលប្រតិកម្មជាមួយប្អូនដូចជា iPhone ឬក៏បំពង់ស៊ីម៉ាំងហើយវីដេអូចុងក្រោយមួយទៀតគឺនិយាយអំពីកំហឹងនារីភេទទី3ឬក៏នារីកែភេទ comment ជាច្រើនដែលបានស្ដីបន្ទោសឬក៏បញ្ចេញមតិទៅលើវីដេអូរបស់គាត់អ្នកខ្លះ comment ថា BAM អត់ចេញវីដេអូសុំទោសទេហើយ BAM ក៏បាន comment ឆ្លើយតបថាមានអីត្រូវសុំទោសឬក៏ខុសត្រង់ណាអញ្ចឹងណាហ្នឹងហើយនេះគឺជាការគិតជ្រុងមួយរបស់ BAM ឬក៏មនុស្សមួយចំនួនវាអត់មានអីត្រូវខុសផងវាមានខុសច្បាប់ហើយបើហ្នឹងហើយគិតពីសិលធម៌វាស្ថិតនៅជ្រុងការគិតរបស់មនុស្សម្នាក់ផ្សេងគ្នាហ្នឹងហើយក៏មានមតិមួយទៀតដែល comment ថាជា content អសិលធម៌ហើយក៏ BAM គាត់បានឆ្លើយតប comment នឹងថាសិលធម៌មានតែនៅសាលាហើយនៅ social media គឺអត់មានទេបើសិនជា BAM គិតអញ្ចឹងគឺខុសហើយគ្រប់ platform TikTok Facebook YouTube ក៏មានគោលការណ៍ community policy គេដាក់កំហិតគោលការណ៍មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្ដាញសង្គមដូចជាការប្រើប្រាស់រូបភាពអាហភាសការប្រើប្រាស់វីដេអូដែលមានឈាមឬក៏អំពើហិង្សាឬក៏ជាការប៊ូលីហើយវីដេអូរបស់ BAM អាចចាត់ទុកថាជាវីដេអូដែលប៊ូលីបើសិនជាមានអ្នក report ច្រើនតែវីដេអូរបស់ BAM អត់មាន ban អត់មានអីហ្នឹងដោយសារ TikTok ឬក៏ Facebook រងថ្ងៃគឺគេប្រើ AI ដើម្បីចាប់អញ្ចឹងឃើញថាវីដេអូហ្នឹងគឺអត់មានកំហុសអីត្រូវឲ្យ AI ចាប់បានទេតែបើតាមពីរបៀបសិលធម៌សង្គមអាហ្នឹងគឺយើងខុសពិតមែនយើងគឺទៅប៉ះពាល់ដល់គេហើយដូចខ្ញុំនិយាយពីដើមអញ្ចឹងណាបើយើងអត់ចូលចិត្តគេមិនពេញចិត្តគេយើងទុកក្នុងចិត្តឬក៏អាចនិយាយតែក្រុមយើងទៅប៉ុន្តែនេះយើងនិយាយជាបណ្ដាញសង្គមទូទៅធ្វើឲ្យគេលឺដូចខ្ញុំឧទាហរណ៍ពីដើមអញ្ចឹងណាបើសិនជាមានក្រុមមួយក្រុមជាអ្នកមានមួយក្រុមជាអ្នកក្រហើយអ្នកមានហ្នឹងគឺគេនិយាយថាអូខេអត់ចូលចិត្តអ្នកក្រចេះមួយចុះពីរអីចឹងទៅអាហ្នឹងច្បាស់ជាយើងអ្នកក្រស្ដាប់ហើយគឺតូចចិត្តប៉ុន្តែប្រហែលជាអ្នកខ្លះហ្នឹងហើយគេអាចគិតថាទៅមិនបើយើងក្រមែនគេមិនចូលចិត្តជារឿងរបស់គេនេះមិនមែនជាការស្ដីបន្ទោសឬក៏ជាការជន់បលិចចំពោះប្អូនទេគ្រាន់តែជាការបញ្ចេញមតិណែនាំចំពោះប្អូនដែលធ្វើ content ហើយសូមផ្ដាំទៅបងប្អូនមួយចំនួនបើសិនជាសម្រាប់ចិត្តចង់ធ្វើ content របៀបទៅថា podcast អីហ្នឹងមុននឹងចេញហ្នឹងត្រូវគិតផងវីដេអូមួយតើអាចប៉ះពាល់ដល់បណ្ដាញសង្គមអីអត់ឬក៏យ៉ាងម៉េចយ៉ាងម៉ា